ជម្រាបសួរគូនអរនេះអរគុណព្រះថ្ងៃនេះអ្នកគ្រូមានកិច្ចការថ្នាក់ទី3ភាសាខ្មែរចាអញ្ចឹងមេរៀនថ្ងៃនេះមេរៀនទី33អ្នកជិតខាងល្អចាអញ្ចឹងអ្នកគ្រូបានលើកយកចំណុចខនៅក្នុងមេរៀនដែលជាពីស័ព្ទភាសាសាស្ត្រនិងពាក្យកចាអញ្ចឹងអ្នកគ្រូមានពាក្យក4 1 2 3 4ចាអញ្ចឹងពាក្យកទី1នេះថ្នាក់ពាក្យជានាមអវយវៈដែលតពីក្បាលទៅស្មាឬទៅខ្លួននៃមនុស្សសត្វចាអញ្ចឹងឧទាហរណ៍កដៃកជើងចាអញ្ចឹងឧទាហរណ៍ថាកដៃកជើងរបស់យើងជាក់ស្ដែងគឺបានតភ្ជាប់ជាមួយអវយវៈរាងកាយរបស់យើងចាកខាងលើមួយទៀតគឺកដែលត្រូវបានចាតភ្ជាប់ជាមួយនឹងក្បាលហើយករបស់យើងក៏បានតភ្ជាប់ជាមួយនឹងចាស្មាដែរចាតទៅស្មាដែរចាកទី2កថ្នាក់វិទ្យាកិរិយាតាំងផ្ដើមតាំងធ្វើអញ្ចឹងតាំងផ្ដើមតាំងធ្វើកន្លែងនេះឧទាហរណ៍ដូចជាយើងចាប់ដើមកសាងចាតាំងផ្ដើមធ្វើកសាងសាលារៀនមន្ទីរពេទ្យចាហើយកកើតចាអញ្ចឹងនៅពេលដែលមានការកសាងសាលារៀនមន្ទីរពេទ្យគឺចាប់ដើមនឹងការកកើតជាច្រើនចាមានសាលារៀនមន្ទីរពេទ្យច្រើនអញ្ចឹងទៅចាកចែកដីចាកចែកដីកន្លែងនេះគឺមានការសាងសង់ចែកដីជាច្រើនសម្រាប់ដាក់ឆ្អឹងឬក៏ធាតុមនុស្សដែលស្លាប់នៅក្នុងចែកដីនឹងចាអញ្ចឹងនៅកាលណាដែលមានមនុស្សស្លាប់គឺគេចាប់ដើមធ្វើចែកដីសម្រាប់អ្នកដែលមានលុយធ្វើចែកដីតូចធំអញ្ចឹងធ្វើចែកដីនឹងច្រើនទៅសម្រាប់ដាក់ធាតុមនុស្សដែលស្លាប់ចាកភូមិកន្លែងនេះគឺមានការបង្កើតភូមិចាពីមួយទៅមួយអញ្ចឹងទៅភូមិខាងលិចខាងកើតខាងជើងខាងត្បូងអញ្ចឹងទៅចាអញ្ចឹងមានការកចាកកើតភូមិជាច្រើនកទី3ចាករណកនធាតុថ្នាក់ពាក្យជានាមរឿងហេតុចំនួនឧទាហរណ៍ដំណើរឬរឿងដែលកើតឡើងរឿងរ៉ាវការទាស់ទែងគ្នាចាអញ្ចឹងចំនួនឬក៏ការទាស់ទែងគ្នាវាកើតឡើងដោយសាររឿងហេតុណាមួយអញ្ចឹងគេនឹងសួរនាំរឿងរ៉ាវថាមូលហេតុអីបានជានាំមានចំនួនកើតឡើងចាអញ្ចឹងវាមានហេតុការដែលកើតឡើងមានចំណុចចាប់ដើមចាទៀតមានរឿងរ៉ាវការទាស់ទែងនឹងឯងចាកទី4ចាកដែលមានសញ្ញាអស្ដាខាងលើនេះចាគឺថ្នាក់ពាក្យជានិបាតស័ព្ទចាពាក្យជាសំធានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែកចាអញ្ចឹងឧទាហរណ៍ថាអ្នកក៏ទៅខ្ញុំក៏ទៅធ្វើដូច្នេះក៏បានរបស់នេះរូបក៏ល្អតម្លៃក៏ថោកចាអញ្ចឹងគឺបានបញ្ជាក់យ៉ាងច្បាស់ថាអ្នកក៏ទៅខ្ញុំក៏ទៅចាធ្វើដូចឆ្នេះក៏បានរបស់នេះរូបក៏ល្អតម្លៃក៏ថោកចាអញ្ចឹងឧទាហរណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ហើយចាអញ្ចឹងសង្ឃឹមថាមេរៀនថ្ងៃនេះនឹងជួយគុំបន្ថែមទៀតសូមព្រះទានពរគុណជម្រាបលា